ក្រែនកំតិចឃ្លាំងគុតគង់ដ្រូនរុស្ស៊ីតម្លៃជិត$20,000 លានអ៊ុយក្រែនហ្នឹងក៏សម្បើមដែរអូយសម្រុកខ្លាំងណាស់មួយរយៈពេលចុងក្រោយនេះម្សិលមិញណាបងប្អូនអ៊ុយក្រែនបញ្ជាដ្រូនទៅឆ្ងាយចម្ងាយពីក្រុងមូស្គូតែ50 គីឡូដីណាបងប្អូនជិតដល់ក្រុងមូស្គូហ្មងគឺនៅភាគខាងកើតក្រុងមូស្គូហ្នឹងមានឃ្លាំងធំមួយដែលគឺគេផលិតដ្រូននិងគ្រឿងផ្គត់ផ្គង់សម្រាប់ធ្វើគ្រឿងយោធាអីចឹងណាអ៊ុយក្រែនទម្លាក់ដ្រូនទៅ3 4 5គ្រឿងទៅទម្លាក់មួយហើយមួយទៀតឆេះសន្ធោសន្ធៅហើយឃ្លាំងនេះគឺជាឃ្លាំងសម្បើមណាស់តម្លៃជិត$20,000 លាន$18,000 លានខ្ទេចម៉ត់ដូចផេះផង់ស្លាប់កម្មករដែលធ្វើការនៅហ្នឹង9 នាក់របស់រុស្ស៊ីណាប៉ុន្តែលោក Zelensky គាត់ថាការដែលគាត់ទម្លាក់គ្រាប់ទៅឃ្លាំងស្តុកទុកនេះទុកធ្វើដ្រូននេះគឺដើម្បីទប់កុំឲ្យរុស្ស៊ីផលិតដ្រូនយកមកទម្លាក់ដល់អ៊ុយក្រែនព្រោះអីម្សិលកាលពីថ្ងៃពុធហ្នឹងណាដ្រូនរុស្ស៊ីសម្លាប់ប្រជាពលរដ្ឋអ៊ុយក្រែនអស់ជាង10នាក់អញ្ចឹងអ៊ុយក្រែនគេថាគេសងសឹកវិញដែរណែឯងមកចេះតែទម្លាក់អីបានស្អែកចិត្តលើជនស៊ីវិលអ៊ុយក្រែនចឹងទៅទៀតទៅហើយក៏ចឹងក៏ផ្ទុះមានបញ្ហាច្រើនលើរុស្ស៊ីពិបាកមែនតើណាបងប្អូនសពរាល់ដងយើងឃើញតែភ្លើងឆេះនៅអ៊ុយក្រែននេះណាឥឡូវនេះគឺភ្លើងឆេះនៅរុស្ស៊ីរាល់ថ្ងៃឆេះរោងចក្រនេះឆេះគ្រុឌនេះឆេះស្ពាននេះឆេះអីហ្នឹងគឺថាអ៊ុយក្រែនសន្ធាប់ហើយអ៊ុយក្រែនអត់ចេះអស់ដ្រូនទេព្រោះមួយឆ្នាំគាត់ផលិតបាន10 លានគ្រឿងគាត់គ្រោងនឹងផលិតឲ្យបានមួយឆ្នាំ20 លានគ្រឿងឯណោះដូច្នេះរុស្ស៊ីអាចយ៉ាប់ហើយបងប្អូនហើយបងប្អូនខ្លះមានចម្ងល់ថាចុះបើរុស្ស៊ីទ្រាំខ្លួនអញ្ចឹងអាចមានសង្គ្រាមលោកលើកទី3ដល់បរមាណូឲ្យដែរទេខ្ញុំជឿថាអាសង្គ្រាមបរមាណូហ្នឹងគឺវាទៅអត់រួចទេខ្ញុំជឿការពិតយ៉ាងណាខ្ញុំអត់ដឹងទេខ្ញុំជឿហ្នឹងដែលខ្ញុំផ្អែកលើចំហថាបើរុស្ស៊ីចេះប្រើបរមាណូមែនណារុស្ស៊ីអត់ទុកឲ្យតាហ៊ានរុស្ស៊ីស្លាប់ដល់ជាងកន្លះលានអ្នកឯងគឺវាយសន្ធាប់នៅអ៊ុយក្រែនតាំងពីថ្ងៃខែកុម្ភៈឆ្នាំ2014 4ឆ្នាំមុនត្រូវវាយអ៊ុយក្រែនដាច់ភឹងហើយព្រោះអត់មានអ្នកណាទៅខាត់បាននឹងនាំទៅហ៊ានចូលពេញអ៊ុយក្រែនហ្នឹងបើសិនជារុស្ស៊ីចិត្តសឿងហ៊ានប្រើអាបរមាណូហ្នឹងប្រើយូរហើយប៉ុន្តែបើឧទាហរណ៍រុស្ស៊ីហ៊ានប្រើបរមាណូហ្នឹងក៏ជាថ្ងៃចុងក្រោយរបស់រុស្ស៊ីដែរវាអត់មានអីរុស្ស៊ីនៅសល់ទៀតទេព្រោះប្រទេសសម្ព័ន្ធមិត្តដូចជារបស់អ៊ុយក្រែនឬក៏អាមេរិកហ្នឹងដែលជួយអ៊ុយក្រែនហ្នឹងក៏មិនទុកឲ្យរុស្ស៊ីធ្វើអីប្រទេសផ្ដាស់ដែរហើយសង្គ្រាមនេះគឺវាមិនអាចទៅបរមាណូកើតទេព្រោះអ្នកដែលមានបរមាណូច្រើនជាងគេគឺអាមេរិកនិងសហគមន៍អឺរ៉ុបទៅវិញទេរុស្ស៊ីអាចបាញ់មកក៏ប៉ុន្តែបាញ់ទៅអ៊ុយក្រែនហ្នឹងមានទៅបាញ់បំផ្លាញប្រទេសណាដែលដូចជាអាមេរិកឬក៏សហគមន៍អឺរ៉ុបណាបានព្រោះគាត់ឆ្លោះគ្នាមួយអ៊ុយក្រែនហ្នឹងដូច្នេះចោះប្រទេសគេដទៃទៀតតើគេទុកឲ្យរុស្ស៊ីធ្វើប្រទេសឲ្យបានចំណេញអីបើបាញ់បរមាណូទៅអ៊ុយក្រែននោះរុស្ស៊ីចំណេញអីមុខមាត់រុស្ស៊ីកំពុងតែអាប់លើឆាកអន្តរជាតិរកតែថ្ងៃលលាយហើយទៅធ្វើអញ្ចឹងទៀតឲ្យសហគមន៍អន្តរជាតិគេកោលទោសទៀតចប់ហើយអញ្ចឹងរុស្ស៊ីអស់ជំរឿសហើយវាគ្រាន់តែពេលវេលាហ្នឹងតើវាលឿនប៉ុណ្ណាគឺរទះចុះភ្នំហើយរុស្ស៊ីគឺរទះចុះភ្នំតើវាចុះអស់ត្រឹមចុងឆ្នាំឬក៏ដើមឆ្នាំ2027ហ្នឹងគឺក្នុងចុងឆ្នាំឬដើមឆ្នាំ2027ហ្នឹងវាត្រូវតែមានដំណោះស្រាយអីមួយរវាងអ៊ុយក្រែននិងរុស្ស៊ីហើយព្រោះរុស្ស៊ីអស់ជំរឿសមិនមែនរុស្ស៊ីខ្លាំងទេបើរុស្ស៊ីខ្លាំងអាចវាយយូរទៀតប៉ុន្តែឥឡូវអ៊ុយក្រែនខ្លាំងវិញដូច្នេះរឿងហ្នឹងវាអាចទៅរកការចប់ឆាប់ជាងការរំពឹងទុក